មេរៀនក្នុងសង្គមខុសគ្នាឆ្ងាយណាស់ពីមេរៀនក្នុងសាលាដែលអ្នកពិបាកនឹងយល់ក្នុងបរិបទសង្គមនីមួយៗដែលទាមទារការបត់បែនសម្របខ្លួនខ្លាំងបំផុតសង្កេតរហ័សប្រុងប្រយ័ត្នជាពិសេសគឺស្ដាប់ឲ្យច្រើនជាទីបំផុតរស់នៅក្នុងសង្គមនៅពេលគេសរសើរអ្នកមិនត្រូវអសប្បាយភ្លេចខ្លួនឡើយគេកាន់តែសរសើរអ្នកត្រូវភ័យតើគេចង់បានអ្វីពីអ្នកត្រូវតែប្រុងប្រយ័ត្នចំពោះពាក្យសរសើររស់នៅក្នុងសង្គមនៅពេលដែលគេទិញកាដូរបស់ថ្លៃជូនអ្នកត្រូវប្រយ័ត្នទទួលបានតែហាមសន្យាលើសពីលទ្ធភាពរបស់ខ្លួនគិតឲ្យច្បាស់មុននឹងសម្រេចចិត្តប្រយ័ត្នកាដូខ្លាចជាទុករាប់ឆ្នាំរស់នៅក្នុងសង្គមសម្បូរទៅដោយមនុស្សអួតមនុស្សលើកជើងមនុស្សអែបអបនិងក្រុមស៊ីជោស៊ីត្រាវបញ្ញាក្អែកអ្នកត្រូវមើលលើសកម្មភាពរបស់ពួកគេកុំជឿលើការនិយាយការសន្យារស់នៅក្នុងសង្គមការសេពគប់ពិតជាសំខាន់ណាស់អ្នកនៅជាមួយមនុស្សប្រភេទណាគេនឹងម៉ៃអ្នកជាក្រុមមនុស្សប្រភេទនោះឬថតមួយសន្លឹកជាមួយក្រុមផឹកស៊ីក៏សង្គមចោទអ្នកជាពួកផឹកស៊ីដែររស់នៅក្នុងសង្គមអ្នកត្រូវប្រយ័ត្នឲ្យបានខ្ពស់ក្នុងការចូលហ៊ុនរកស៊ីជាមួយគ្នាចាប់ដៃគូខុសអស់លុយអស់ពេលអស់កិត្តិយសបាបប្រមិតខ្លះនាំអ្នកធ្លាក់ជ្រោះអាចដល់អស់ជីវិតរស់នៅក្នុងសង្គមកុំអួតក្អេងក្អាងអ្នកមានពិតមិនដែលអួតអ្នកអួតសុទ្ធតែអ្នកក្រមិនធ្លាប់មានបើឃើញគេអួតលុយអ្នកច្បាស់ណាស់គេចង់បោកលុយអ្នកគេអួតឡានទំនើបច្បាស់ណាស់គេចង់បោកអ្នកដោយសម្ភារៈនិយមរស់នៅក្នុងសង្គមអ្នកត្រូវចេះសម្របខ្លួនដើរកាត់ភ្លៀងប្រកាសជាទៅទឹកហើយទោះបីមានឆាត់ក៏ដោយដូចនេះបើដើរប៉ះក្រុមខុសត្រូវដកខ្លួនជាបន្ទាន់ដោយភាសាការទូតរវល់មិនមានពេលចាំលើកក្រោយរហូតដល់ដាច់ទំនាក់ទំនងរស់នៅក្នុងសង្គមអ្នកមិនត្រូវជឿគ្រប់យ៉ាងដែលអ្នកឃើញទេរឿងខ្លះជារបស់បំភាន់ភ្នែកក្រុមបោកមានច្រើនណាស់គេចង់បង្ហាញអ្វីដែលអ្នកឃើញថាល្អតែធៀបពិតគេកំពុងតែបោកប្រាស់អ្នកទាំងអ្នកមិនដឹងខ្លួនប្រកបដោយយុទ្ធសាស្ត្ររស់នៅក្នុងសង្គមអ្នកមិនត្រូវយកបញ្ហារបស់ខ្លួនទៅប្រាប់អ្នកដទៃឡើយកាន់តែប្រាប់អ្នកកាន់តែអស់តម្លៃមនុស្សមានច្រើនបែបណាស់រឿងសម្ងាត់របស់អ្នកនឹងទៅជារឿងកំ pl ែងសូមប្រុងប្រយ័ត្នរស់នៅក្នុងសង្គមកុំដាក់ខ្លួនខ្លាំងពេកកាន់តែដាក់ខ្លួនគេកាន់តែមើលងាយគេកាន់តែជិះជាន់ធ្វើធម្មតាតាមចរិតពិតធម្មតារបស់អ្នកកុំសម្ដែងយកចិត្តនរណាម្នាក់នាំទុកទាំងមិនពេញចិត្តសកម្មភាពទាំងនោះសូមរស់នៅជាខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងអ្នកដទៃ